ទីមួយខ្ញុំសួរលោកគ្រូឯងលុយខ្ញុំជពាក់លោកគ្រូឯង1លានប្រាក់ដើម1លានស្មើនឹង$250ហើយខ្ញុំប្រាប់លោកគ្រូឯងហើយខ្ញុំមានជំងឺប្រចាំកាយហើយលុយដែលខ្ញុំខ្ចីលោកគ្រូឯងតាំងពីដើមរហូតដល់ចប់មកតើខ្ញុំដែលអខានអត់ពេលដែលអខានពេលដែលប្រទេសកំពុងតែមានសង្គ្រាមខ្ញុំប្រាប់ថាខ្ញុំអត់មានពេលទៅរកស៊ីទេទី1ខ្ញុំមានជំងឺទី2អត់មានយកលេសទេលោកឯងយកលេសល្មិចសង្គ្រាមសឹងខ្ទុះដាក់ក្បាលលោកឯងមកលោកឯងដឹងមែនតើគេយកគ្រាប់ផ្លោងមកដាក់ក្បាលលោកឯងមែនហ៎ខ្ញុំចុះដល់ផ្ទះអតិថិជនថ្ងៃដែលចូលឲ្យលេខទូរស័ព្ទខ្ញុំមានមិនក៏មិនតាក់ទងហើយខ្ញុំប្រាប់ថ្ងៃមុនហើយខ្ញុំប្រាប់ថាណែលោកគ្រូទី1ចេះទី2ចេះករណី1ចេះករណី3ចេះថាមិនឲ្យឆ្លងខែទេខ្ញុំមិនឲ្យឆ្លងខ្លាយសំខាន់គឺខ្ញុំមានជំងឺឥឡូវខ្ញុំអត់ទេលុយហ្នឹងទៅទូទាត់តាមផ្លូវច្បាប់ការប្រាក់យកតាមផ្លូវច្បាប់ចាប់ពីថ្ងៃហ្នឹងបងឯងមកបងឯងចាប់ពីថ្ងៃហ្នឹងការប្រាក់យកតាមផ្លូវច្បាប់អត់មាន1លានយកការ80,000 50,000ទេប្រាប់ឲ្យច្បាស់ចាប់ពីថ្ងៃហ្នឹងតទៅហើយខ្ញុំបានសុំពជាពេលត្រឹមត្រូវទី1ខ្ញុំមានជំងឺទី2គឺប្រេកខ្ញុំនៅតែហ៊ានយូរមុខការពារទឹកដីដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់មកប្រទេសកម្ពុជានេះទោះបីក្រុមហ៊ុនលោកឯងមានពាក់ព័ន្ធអីមួយខ្ញុំប្រាប់អត់មានមកថតផ្ទះខ្ញុំចឹងទេមកតម្លាក់ទីតាំងថាខ្ញុំចុះដល់ផ្ទះអតិថិជនបងបាទប៉ុណ្ណឹងនិយាយរួមលោកគ្រូឯងមិនក៏មិនស៊ូខ្ញុំថាខ្ញុំទៅថតផ្ទះអីឯងមួយផ្លែតអត់មកញ៉ៃញ៉ៃទេណាប្រាក់លុយធនាគារ$20,000គ្មានបុគ្គលធនាគារណាមកញ៉ៃញ៉ៃដោយលោកគ្រូឯងចឹងទេហើយការប្រាក់គេយកដោយស្របច្បាប់ទៀតហើយទោះបីលោកគ្រូឯងក៏គ្មានអាណាបោកលោកគ្រូឯងដែរលុយស៊ីកាពីខ្ញុំដល់ចំបែកពោះហើយព្រោះថាខ្ញុំមកបានមកប្រាប់ទៅខ្ញុំគាត់បានខ្ញុំគោលការណ៍ខ្ញុំមកគោលការណ៍ប៉ុន្តែសំខាន់គោលការណ៍ស្អីគេលុយប៉ុណ្ណឹងលោកឯងមានអំណាចគ្រប់មកជុតបានសន្យាមិនមានតែអំណាចហើយលីមកខុសអំណាចលោកគ្រូឯងក៏អំណាចខ្លាំងម៉េះតើមានអំណាចទេខ្ញុំធ្វើការឲ្យគេទេបងធ្វើការឲ្យគេក៏ពិតម៉េះប៉ុន្តែលោកគ្រូឯងមានក្រុមអតិថិជនអត់មានក្រុមអតិថិជនអត់ខ្ញុំសួរសិនធ្វើចឹងស្រុកកំពុងមានសង្គ្រាមនេះឥឡូវបងប្អូនបានមើលឃើញទាំងអស់គ្នានេះហ្នឹងហើយបងឯងអាងយកតានេះចឹងមើលខ្ញុំមើលអត្តលេខពួកឯងមួយបងមានទៅអត់ទេខ្ញុំត្រូវថតអត្តលេខលោកគ្រូឯងមួយអត់ទេលោកគ្រូឯងមានសិទ្ធទេមានសិទ្ធថតផ្ទះខ្ញុំហ៎ឥឡូវឲ្យអត្តលេខខ្ញុំមួយមកនេះចាំមិនមកចង្អេចចង្អាននៅផ្ទះខ្ញុំឲ្យអត្តលេខខ្ញុំមួយមកយកអត្តលេខមកឥឡូវអត់ដែរមួយចឹងខ້ອຍអត្តលេខឲ្យអត្តលេខឲ្យខ្ញុំយកទៅឲ្យគ្រូមើលឥឡូវវិញចេញនេះអត់ទេនេះបងខ្ញុំមកទីតាំងអត់មានចូលទីតាំងឯងអត់មានសួរពីអនុញ្ញាតពីនេះទេឥឡូវខ្ញុំយកអត្តលេខវិញឆ្ងាយទៅអីខ្ញុំអត់មានវែងឆ្ងាយលោកគ្រូទី1ខ្ញុំសួរលោកគ្រូឯងលុយខ្ញុំជពាក់លោកគ្រូឯង1លានប្រាក់ដើម1លានស្មើនឹង$250ហើយខ្ញុំប្រាប់លោកគ្រូឯងហើយខ្ញុំមានជំងឺប្រចាំកាយហើយលុយដែលខ្ញុំខ្ចីលោកគ្រូឯងតាំងពីដើមរហូតដល់ចប់មកតើខ្ញុំដែលអខានអត់ពេលដែលអខានពេលដែលប្រទេសកំពុងតែមានសង្គ្រាមខ្ញុំប្រាប់ថាខ្ញុំអត់មានពេលទៅរកស៊ីទេទី1ខ្ញុំមានជំងឺទី2អត់មានយកលេសទេលោកឯងយកលេសល្មិចសង្គ្រាមសឹងខ្ទុះដាក់ក្បាលលោកឯងមកលោកឯងដឹងមែនតើគេយកគ្រាប់ផ្លោងមកដាក់ក្បាលលោកឯងមែនខ្ញុំចុះដល់ផ្ទះអតិថិជនថ្ងៃដែលចូលឲ្យលេខទូរស័ព្ទខ្ញុំមានមិនក៏មិនតាក់ទងហើយខ្ញុំប្រាប់ថ្ងៃមុនហើយខ្ញុំប្រាប់ថាណែលោកគ្រូទី1ចេះទី2ចេះករណី1ចេះករណី3ចេះថាមិនឲ្យឆ្លងខែទេខ្ញុំមិនឲ្យឆ្លងខ្លាយសំខាន់គឺខ្ញុំមានជំងឺឥឡូវខ្ញុំអត់ទេលុយហ្នឹងទៅទូទាត់តាមផ្លូវច្បាប់ការប្រាក់យកតាមផ្លូវច្បាប់ចាប់ពីថ្ងៃហ្នឹងបងឯងមកបងឯងចាប់ពីថ្ងៃហ្នឹងការប្រាក់យកតាមផ្លូវច្បាប់អត់មាន1លានយកការ80,000 50,000ទេប្រាប់ឲ្យច្បាស់ចាប់ពីថ្ងៃហ្នឹងតទៅហើយខ្ញុំបានសុំពជាពេលត្រឹមត្រូវទី1ខ្ញុំមានជំងឺទី2គឺប្រេកខ្ញុំនៅតែហ៊ានយូរមុខការពារទឹកដីដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់មកប្រទេសកម្ពុជានេះទោះបីក្រុមហ៊ុនលោកឯងមានពាក់ព័ន្ធអីមួយខ្ញុំប្រាប់អត់មានមកថតផ្ទះខ្ញុំចឹងទេមកតម្លាក់ទីតាំងថាខ្ញុំចុះដល់ផ្ទះអតិថិជនបងបាទប៉ុណ្ណឹងនិយាយរួមលោកគ្រូឯងមិនក៏មិនស៊ូខ្ញុំថាខ្ញុំទៅថតផ្ទះអីឯងមួយផ្លែតអត់មកញ៉ៃញ៉ៃទេណាប្រាក់លុយធនាគារ$20,000គ្មានបុគ្គលធនាគារណាមកញ៉ៃញ៉ៃដោយលោកគ្រូឯងចឹងទេហើយការប្រាក់គេយកដោយស្របច្បាប់ទៀតហើយទោះបីលោកគ្រូឯងក៏គ្មានអាណាបោកលោកគ្រូឯងដែរលុយស៊ីកាពីខ្ញុំដល់ចំបែកពោះហើយព្រោះថាខ្ញុំមកបានខ្ញុំប្រាប់ទៅខ្ញុំគាត់បានខ្ញុំគោលការណ៍ខ្ញុំមកគោលការណ៍ប៉ុន្តែសំខាន់គោលការណ៍ស្អីគេលុយប៉ុណ្ណឹងលោកឯងមានអំណាចគ្រប់មកជុតបានសន្យាមិនមានតែអំណាចហើយលីមកខុសអំណាចលោកគ្រូឯងក៏អំណាចខ្លាំងម៉េះតើមានអំណាចទេខ្ញុំធ្វើការឲ្យគេទេបងធ្វើការឲ្យគេក៏
ឯងមានក្រុមអតិថិជនអត់ហាមានក្រុមអតិថិជនអត់ខ្ញុំសួរសិនធ្វើចឹងស្រុកកំពុងមានសង្គ្រាមនេះឥឡូវបងប្អូនបានមើលឃើញទាំងអស់គ្នានេះ ហ្នឹងហើយបងឲ្យអាងយកតានេះចឹង មើលខ្ញុំមើលអត្តលេខពួកឯងមួយ បងមិនទៅ អត់ទេខ្ញុំត្រូវថតអត្តលេខលោកគ្រូឯងមួយអត់ទេលោកគ្រូឯងមានសិទ្ធទេមានសិទ្ធថតផ្ទះខ្ញុំហ៎ ឯងនេះ ឥឡូវឲ្យអត្តលេខខ្ញុំមួយមកនេះចាំមិនមកចង្អេចចង្អាននៅផ្ទះខ្ញុំឲ្យអត្តលេខខ្ញុំមួយមកយកអត្តលេខមក ឥឡូវដៃមួយចឹងខ້ອຍ អត្តលេខឲ្យអត្តលេខឲ្យខ្ញុំយកទៅឲ្យគ្រូមើលឥឡូវវិញចេះនេះ អត់ទេនេះ បងខ្ញុំមកឲ្យទីតាំង អត់មានចូលទីតាំងឯងអត់មានសួរពីអនុញ្ញាតពីនេះទេឥឡូវខ្ញុំយកអត្តលេខ វាយឆ្ងាយទៅអី ខ្ញុំអត់មានវាយឆ្ងាយលោកគ្រូ